ក្នុងការរៀបចំពិធីបុណ្យសពខ្ញុំធ្លាប់សិក្សាច្រើនដែរដល់ពេលរៀបចំពិធីបុណ្យសពហ្នឹងគេហៅថាវិធីការដែរអត់បងប្រកាសចាស់ពិធីការមានន័យថាអ្នកដែលយល់ដឹងពីពិធីនឹងមួយពិធីការបុណ្យសពពិធីការខាងផ្នែកប្រពៃណីអីចឹងទៅរាល់អ្នកដែលមានជំនាញក្នុងការរៀបចំហ្នឹងគេហៅថាពិធីការបាទតើបងថាបងបានរៀនហ្នឹងតើយើងមានវគ្គរៀនណារៀបពិធីការអញ្ចឹងគេមានវគ្គបង្រៀនណាបងសម្រាប់ការរៀនសូត្ររបស់ខ្ញុំកាលពីខ្ញុំនៅសាំងប្រភ្នោះគឺខ្ញុំរៀនតាមរយៈសភៅបាទក្នុងនោះវាមានសភៅដែលច្បាប់បុរាណលោកចងក្រងតាមសភៅផ្សេងអញ្ចឹងមានសភៅទម្លាប់អាចារ្យសភៅពិធីជាវនកិច្ចអីជាដើមអញ្ចឹងណាប៉ុន្តែមកដល់ពេលខ្ញុំធ្វើការនៅមរតកខ្ញុំបានចូលរៀនវគ្គសិក្សាអាចារ្យពិធីបុណ្យសពដែរផ្នែកអាចារ្យអញ្ចឹងទៅគេសិក្សាបែបម៉េចហើយនៅទីសាលាណាឬក៏បែបម៉េចដែរបងហ្នឹងសម្រាប់ការរៀនវគ្គលោកគ្រូអាចារ្យបុណ្យសពនេះគឺមែនតែនទៅមិនមែនជាការសិក្សាតាមលំដាប់ដោយទេមានន័យថាអ្នកដែលមានចំណេះជំនាញយល់ដឹងពីពិធីបុណ្យសពហ្នឹងហើយទៅសិក្សាដើម្បីទទួលស្គាល់ថាពិធីនេះជាពិធីត្រឹមត្រូវនេះគេជាពិធីទម្លាប់បែបបុរាណនេះគឺគេយកនេះគឺគេអត់យកអញ្ចឹងទៅបាទតែធម្មតាខ្ញុំគិតថាតាមតំបន់នីមួយៗច្បាស់ជាមានកន្លែងខុសប្លែកពីគ្នាក៏ដូចជាជំនឿរៀងផ្សេងគ្នាដែរតែអាហ្នឹងយើងដែលមានរបៀបប៉ះទង្គិចគ្នាថាបែបនេះបានត្រូវបែបនេះបានត្រូវហ៎បងមែនតែនទៅប្រកាសណាស់វាប្រកាសជាមានភាពខុសគ្នាច្រើនបើនិយាយពីប្រទេសកម្ពុជាយើងបណ្ដុំទៅដោយវប្បធម៌ប្រពៃណីប្លែកផ្សេងច្រើនមែនតែនជាពិសេសយើងជាប្រទេសមួយដែលមានវ័យចំណាស់ច្រើនអញ្ចឹងពាក្យថាកម្លាយគឺមានច្រើនណាស់គ្រប់ផ្នែកទាំងអស់ទាំងផ្នែកពិធីបុណ្យសពផ្នែកពិធីការនិងពិធីកម្មផ្សេងគឺសិតតែមានកម្លាយអញ្ចឹងទេតាមតំបន់មួយប្រកាសជាមានភាពកម្លាយខុសគ្នាមកដល់បច្ចុប្បន្ននេះក្តីតាមតំបន់ខ្លះគឺរៀបអត់ដូចតំបន់ខ្លះទេតំបន់ខ្លះធ្វើកិច្ចនឹងក្នុងអត្តន័យតែមួយប៉ុន្តែពិធីធ្វើខុសគ្នាបាទអូចុះដែលបបពិសោធន៍បងក្នុងរយៈពេល7 8ឆ្នាំហ្នឹងមានដែលភ្ញៀវថាខាងបងធ្វើអញ្ចឹងខុសហើយធ្លាប់ដែរច្រើនទៀតមិនភាគច្រើនមិនមែនភ្ញៀវទេព្រោះធម្មតាបើជាភ្ញៀវហ្មងគាត់ប្រកាសជាមានការយល់ដឹងតិចក្នុងការផ្នែករៀបចំពិធីបុណ្យសពហើយដោយសារតែទីមួយគាត់អត់ធ្លាប់ជួបគាត់អត់ធ្លាប់ធ្វើពីមុនមកហើយបើទោះតែគាត់ធ្លាប់ធ្វើក៏គាត់អត់យល់ដឹងច្បាស់ពីការរៀបចំនឹងមិនដែរគឺគាត់តាមតែលោកគ្រូអាចារ្យគាត់ដឹកនាំធ្វើទេប៉ុន្តែបើប៉ះទង្គិចច្រើនគឺជាមួយលោកគ្រូអាចារ្យបាទដោយសារតែលោកគ្រូអាចារ្យភាគច្រើនយើងធ្វើគឺអាចារ្យតាមតំបន់ផ្សេងដែលគាត់អញ្ជើញមកធ្វើអញ្ចឹងឬក៏យើងចុះទៅតាមខេត្តអញ្ចឹងទៅប៉ះចំខេត្តគាត់ជាខេត្តបុរាណអញ្ចឹងទៅយើងធ្លាប់តែរៀបចំតាមបែបប្រពៃណីនៅទីក្រុងអញ្ចឹងទៅពេលទៅខាងគាត់ជាយាមរោពាបលំអិតឲ្យច្រើនជាងហ្នឹងអាខ្លះគឺយើងអត់ធ្លាប់ឃើញអត់ធ្លាប់ដឹងធ្លាប់ឮផងប៉ុន្តែយើងនៅតែព្យាយាមសួរនាំពីគាត់ដើម្បីឲ្យដឹងអាពីការរៀបចំហ្នឹងតែហ៊ានសូត្របន្ថែមដែរហ្នឹងចឹងមិនន័យថាតំបន់នីមួយនៅតែคล้ายខុសគ្នាអញ្ចឹងទៅអញ្ចឹងដូចបងបាននិយាយអញ្ចឹងខ្ញុំចាប់អារម្មណ៍ថាទំនៀមទម្លាប់របស់យើងនីមួយគឺបែបបត់ផ្សេងគ្នាច្រើនមែនតើសូម្បីតែបងបបពិសោធន៍7 8ឆ្នាំហើយនៅខ្លះដែរជួបអញ្ចឹងបានន័យថាផ្លែកហ្នឹងហើយអធិស្ឋានបងខ្ញុំចង់សួរមួយទៀតយើងមានបែងចែកបុណ្យសពជាលក្ខណៈថាកាត់លក្ខណៈពេញលេញឬក៏លក្ខណៈថាអធិកអធមអីអត់ព្រោះអីដូចយើងការអញ្ចឹងត្រូវឯងបងពេលខ្លះអ្នកខ្លះទៅគាត់មានសមត្ថភាពគាត់ការតែធំមួយថ្ងៃទេអ្នកខ្លះគាត់បើថារៀងធូរធារខ្លាំងគាត់ការ2ថ្ងៃអីអញ្ចឹងទៅមានសូត្រមន្តមានអីអញ្ចឹងទៅសម្រាប់បុណ្យសពវិញគេមានបែងចែកជាអញ្ចឹងអត់ពិធីបុណ្យសពប្រកាសជាមានដែរក្នុងនោះគឺបែងចែកទៅតាមទី1តាមលោកគ្រូអាចារ្យក្នុងការដឹកនាំទី2អាចថាតាមវណ្ណៈដែរបើសិនជាអ្នកដែលមានវណ្ណៈខ្ពង់ខ្ពស់គាត់អាចនឹងអញ្ជើញអាចារ្យដែលមានចំណេះជំនាញខ្ពង់ខ្ពស់មកការដឹកនាំដែរមួយផ្នែកទៀតអាចថាពេលវេលាខ្លះគឺអត់អំណោយផលអញ្ចឹងកិច្ចណាដែលវាមិនមែនជាកិច្ចចាំបាច់ខ្លាំងគឺលោកគ្រូអាចារ្យអាចនឹងគាត់កាត់ចោលឬក៏គាត់ធ្វើដែរតែធ្វើអត់ពេញលេញទៅតាមពេលវេលានឹងឱកាសក្នុងការធ្វើអញ្ចឹងដែរតែសួរថាកាត់ចោលនឹងខុសអត់ខុសទេប៉ុន្តែវាបាត់តម្លៃក្នុងការអប់រំមួយចុះបងមួយទៀតតើអាហ្នឹងយើងអាចថាកម្មវិធីបុណ្យសពយើងមានបែងចែកជាឋានៈអត់ឧទាហរណ៍ថារាមន្ត្រីអីចឹងយើងមានបែងចែកបើជាបំណងរបស់ចាស់បុរាណក្នុងការបង្កើតពិធីបុណ្យសពមកគឺអត់បានបែងចែកវណ្ណៈណាទេនិយាយឲ្យស្រួលយល់គឺកើតចាស់ឈឺស្លាប់សុទ្ធតែមានគ្រប់វណ្ណៈទាំងអស់វណ្ណៈរាជាវណ្ណៈកហបតីវណ្ណៈរាសាមញ្ញគឺសុទ្ធតែមានទាំងអស់អញ្ចឹងពិធីបុណ្យសពគឺធ្វើក្នុងគោលបំណងតែមួយទេប៉ុន្តែដូចខ្ញុំបញ្ជាក់អញ្ចឹងវាអាចនឹងខុសប្លែកគ្នាទៅតាមវណ្ណៈដែរព្រោះវណ្ណៈខ្ពស់អញ្ចឹងគាត់ត្រូវការលោកអាចារ្យដែលមានចំណេះជំនាញខ្ពស់
ចឹងគាត់មករៀបចំពេញលេញល្អរីឯវណ្ណៈរៀងទៀបបន្តិចទៅលោកគ្រូអាចារ្យដែលគាត់អញ្ជើញមកហ្នឹងក៏គាត់មានចំណេះដឹងក្នុងការរៀបចំពិធីបុណ្យសពមកល្មមចឹងដែរទៅបាទមកសមរម្យសម្រាប់លទ្ធភាពខាងម្ចាស់ដើមបុណ្យអាចទៅរួចចឹងទៅ